ស្ដីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះនាងខ្ញុំមានរបៀបធ្វើស៊ុបបាញ់កាច់ចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាពីវិធីធ្វើណាបងប្អូនធ្វើតាមវិធីរបស់នាងខ្ញុំតែមានរសជាតិឆ្ងាញ់តម្រងចាបងប្អូនជាពិសេសមេឃត្រជាក់ចេះយើងបានហត់ក្តៅរសជាតិវាអែមហ្មងបងប្អូនតាមកភ្លក់ស៊ុបបាញ់កាច់ជាមួយនាងខ្ញុំណានេះសាច់បាញ់កាច់ណាមកកុំឲ្យខាត់ពេលយូរមកតាមដានពីរបៀបធ្វើទាំងអស់គ្នាដំបូងនាងខ្ញុំមានមាន់ចូលទៀតបងប្អូនមាន់កោកមាន់ឈ្មោលហ្នឹងហើយបើយើងធ្វើស៊ុបបាញ់កាច់ហ្នឹងបើយើងប្រើជាមួយនឹងមាន់កោកវាមានជាតិស្វិតតិចបានមកស៊ុបទៅវាឆ្ងាញ់ចានាងខ្ញុំមានមាន់កោកហ្នឹងចំនួន1ក្បាលយើងចាប់ផ្ដើមលាងសម្អាតវាស្អាតជាមួយនឹងឆ្អឹងជ្រូកហ្នឹងហើយចំនួនកន្លះគីឡូដែរធៀមជ្រូកចំនួន1គីឡូកន្លះហើយរួមផ្សំទាំងហៀបប៊ីយឺហ៊ឺខ្ទឹមចិញ្ច្រាំហើយសាច់ពៅម្ដេងស្លឹកក្រូចសើចគល់ស្លឹកគ្រៃរួមទាំងបន្លែមានស្ពៃចង្កឹះហើយនិងសណ្តែកបដោះយើងហ្នឹងណាបងប្អូនចាជាណារួមផ្សំទាំងស្លឹកខ្ទឹមផងដែរយើងហាន់វាឲ្យម៉ត់ទូចទៅហើយនឹងជាមួយនឹងបាញ់សុងអ្នកខ្លះគេហៅថាបាញ់កាញ់អ្នកខ្លះទៅគេហៅថាបាញ់សុងទឹកដាំឲ្យពុះបងគល់ស្លឹកគ្រៃស្លឹកក្រូចសើចរួមផ្សំទាំងដុំស៊ុបហើយនិងសាច់ពៅពេលដែលយើងដាក់ដាំទឹកយើងក៏ចាប់ផ្ដើមមកកាប់មាន់នាងខ្ញុំកាប់មាន់ដុំធំល្មមកុំឲ្យទូចពេកកុំឲ្យធំពេកដើម្បីយើងមកងាស់វាទៅកុំឲ្យវាយូរពេកអញ្ចឹងឆាប់ផុយឆាប់បានញ៉ាំបងប្អូនងាយស៊ុបបាញ់កាច់មួយមុខហ្នឹងយើងធ្វើរបៀបស៊ុបគុយទាវស៊ុបទឹកស៊ុបអីផ្សេងដែរតែគ្រាន់យើងប្រើជាសាច់មាន់យើងអត់ប្រើជាឆ្អឹងស៊ុបផ្សេងតែបើបងប្អូនចង់ដាក់ឆ្អឹងស៊ុបផ្សេងចូលក៏បានដែរចាចំពោះនាងខ្ញុំមានថាមាន់ហ្នឹងធំដែរអញ្ចឹងយើងអត់ប្រើអីទេយើងគ្រាន់តែប្រើសាច់ជ្រូកឆ្អឹងជ្រូកដាក់បន្ថែមឲ្យវាមានជាតិបន្តិចទៅមាន់ហើយចាប់ផ្ដើមចាក់ប្រេងឆាចូលខ្ទះឲ្យវាក្តៅបន្តិចចាក់ជាមួយនឹងខ្ទឹមច្រាំចូលយើងកូរលីងខ្ទឹមហ្នឹងឲ្យឈ្ងុយឈ្ងប់ទៅដើម្បីដាក់ពីលើស៊ុបហ្នឹងពេលដែលយើងបំពងខ្ទឹមយើងកុំបំពងឲ្យវាក្រហមនៅក្នុងខ្ទះពេកបងប្អូនព្រោះអីពេលដែលយើងស្រង់មកចាក់ចូលចានវាកាន់តែក្រហមបន្ថែមទៀតហើយយើងកុំដួសខ្ទឹមអស់ខ្លាំងពេកយើងទុកខ្ទឹមហ្នឹងឆាជាមួយនឹងសាច់មាន់ហើយសាច់មាន់យើងលីងវាឲ្យដាច់ទឹកប្រៃបន្តិចដាក់ប៊ីចេងបន្តិចស្ករបន្តិចទៅចារួមផ្សំទាំងស្ករត្នោតផងហើយទឹកត្រីបន្ថែមផងហើយយើងចាក់ជាមួយនឹងហៀបប៊ីចូលយើងកូរលីងជាមួយនឹងហៀបប៊ីឲ្យចូលជាតិទៅឲ្យវាដាច់ទឹកប្រៃចូលជាតិជាមួយនឹងគ្រឿងទេសដែលយើងបានដាក់ហ្នឹងទៅឃើញថាមកចតុះធំទៅក៏មាន់លីងយើងហ្នឹងក៏បានមើលទៅថារៀងផុយល្មមដែរពេលដែលឆាហ្នឹងយើងកូរត្រឡប់វាញាប់តិចណាបងប្អូនកុំឲ្យវាខ្លោចបាតព្រោះយើងលីងមាន់ហ្នឹងឲ្យដាច់ទឹកប្រៃហើយទៅយើងក៏ចាប់ផ្ដើមយកមាន់ដែលយើងលីងដាច់ទឹកប្រៃហ្នឹងរួចរាល់ហើយយើងចាក់ចូលជាមួយនឹងទឹកស៊ុបដែលយើងបានដាំពុះបាញ់មិញហ្នឹងចាយើងក៏មកងាស់វាជាមួយនឹងទឹកស៊ុបហើយយើងជាមួយនឹងសាច់មាន់យើងហ្នឹងចូលគ្នាទៅឈ្ងុយឈ្ងប់ហើយបើកមកឃើញថាពុះក៏ជ្រុលហើយមកច្របល់ធំទៅណាបងប្អូនចាឃើញថាយើងមកងាស់ទុកមកសន្ទុះធំទៅស៊ុបបាញ់កាញ់យើងមួយមុខនេះក៏ឆ្អិនរួចជាការស្រេចនាងខ្ញុំចាប់ផ្ដើមចាប់វាដាក់ចានចាដាក់ជាមួយសណ្តែកដាក់ជាមួយនឹងបន្លែរួមផ្សំទាំងបាញ់កាញ់យើងហ្នឹងយើងដាក់សោសជាមួយនឹងទឹកក្តៅបន្តិចទៅយើងសោសធ្វើដូចកាទៀវអញ្ចឹងណាបងប្អូនចាយើងសោសវាក្លុកទៅក្លុកមកសន្ទុះទៅឲ្យមើលទៅថាតុនបាញ់កាញ់ហ្នឹងបន្តិចទៅយើងចាក់ចូលចានហើយយើងចាប់ផ្ដើមបន្ថែមជាមួយនឹងសាច់ហើយនឹងទឹកស៊ុបចូលចាឃើញថាតំណងមែនតែនបងប្អូនហើយវិធីធ្វើក៏ងាយដែរបងប្អូនអញ្ចឹងបើសិនជាពេញចិត្តនឹងមុខម្ហូបវីដេអូមួយមុខនេះភ្លេចសាកបងធ្វើញ៉ាំតាមវិធីរបស់ម៉ាក់វីទាំងអស់គ្នាណាធានាថាធ្វើហើយដឹងតែឈ្ងុយឆ្ងាញ់ហ្មងឆ្ងាញ់ជាងនៅក្នុងហាងទៀតបងប្អូនរួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមភ្លក់ឲ្យបងប្អូនមើលណាតំណងបងប្អូនអើយមកញ៉ាំស៊ុបបាញ់កាញ់ជាមួយម៉ាក់វីអស់គ្នាណាដឹងតែរសជាតិអែមហ្មងសាច់បាញ់កាញ់ណាអរគុណពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃតាមដានវីដេអូម៉ាក់វីពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតណាបងប្អូនដល់ពេញចិត្តនឹងវីដេអូនេះកុំភ្លេចសាកល្បងធ្វើតាមវិធីចម្អិនរបស់ម៉ាក់វីដឹងតែញ៉ាំហើយឆ្ងាញ់ទាំងអស់គ្នាណាបងប្អូនបាយបាយ